កំបង្ខូចបង្កាច់គេដើម្បីបិទបាំងភាពដ៏អាក្រក់របស់ខ្លួនពេលនេះថៃជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអ ுக ្រិតជនសៃបឺគ្រីមពេលដែលថៃប្រឹងចោទកម្ពុជាថាជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអ ுக ្រិតជនសៃបឺគ្រីមទូរទស្សន៍សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025បានផ្សាយវីដេអូឯកសារមួយដែលបង្ហាញថាប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យក្រុមពួកសៃបឺគ្រីមប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកខៀវកញ្ញារិទ្ធអតីតមន្ត្រីក្រសួងព័ត៌មាននិងបច្ចុប្បន្នជាសមាជិករដ្ឋសភាបានបញ្ជាក់ថាប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យពួកក្រុមសៃបឺគ្រីមប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកបានបង្ហោះការបញ្ជាក់បែបនេះដោយយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNA សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025បានបញ្ចេញឯកសាររបស់ CNA ពេលដែលថៃប្រឹងចោទកម្ពុជាថាជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអ ுக ្រិតជនសៃបឺគ្រីម